ចូលគ្រប់មែនចាបងខ្ញុំបោះចូលគ្រប់ថាមានគ្រោះថ្នាក់ចរាចរណ៍មួយពេលខ្ញុំជិះមកពីសំសជិះមកកាត់ផ្លូវបង្កក់ហ្នឹងខ្ញុំឃើញម៉ូតូនៅកណ្ដាលផ្លូវតែឯងគឺស្ងាត់ហ្មងស្ងាត់ហើយខ្ញុំក៏ខេខ្ញុំក៏អែបគៀនទៅអែបគៀនបានមានប្រាប់ស្អែបងមួយមកគាត់ថាអូនគាត់មិនថាខ្ញុំមិនដឹងដែរបងទំខេមិញហ្នឹងហើយក៏គាត់ថាឈប់ជួយមើលគ្នាតាមតែគ្នាបងគេប្អូនយើងបងចាពេលដែលឃើញហ្នឹងអត់ឃើញឡានឯផ្សេងទេគឺគាត់ដួលដេកដួលតែឯងបងចាមុននោះកាប់មុខទៀតនៅកាប់មុខបងប្រុសគាត់ទាញបងស្រីគាត់ទាញខ្ញុំទាញលើកជួយលើកពីអ្នកបងប្រុសហ្នឹងហើយខ្ញុំជួយលើកកាប់មកចាហ្នឹងហើយគាត់ហូរឈាមច្រើនអូយឃើញបែរនឹងភ័យអូនពេកអញ្ចឹងញ័រឡើងញ័រអរគុណណាស់បានបោះចូលគ្រប់ឥឡូវតាក់តងឡានពេទ្យតែឡានពេទ្យអត់តមកដល់អញ្ចឹងណាហ្នឹងហើយអរគុណច្រើនយើងសង្ឃឹមថាបងប្រុសអីចុះបងប្អូនហ្នឹងបាទឥឡូវពេទ្យមកដល់ហើយបាទគ្រូពេទ្យស្គូលរបស់ធំបងមកធ្ងន់មែនតើនឹងគាត់បឹកមួយអីទេនេះបាទចាំតិចនៅសៀងគ្រូពេទ្យមកហើយពេទ្យមកបងចាំតិចទេបាទឥឡូវគ្រូពេទ្យកំពុងធ្វើការសង្គ្រោះបឋមទៅបាទបងប្រុសសិនដើម្បីដោយសារគាត់របួសធ្ងន់មែនតើបងប្អូនទេបាទកំពុងពិនិត្យជីចោពិនិត្យអីបងប្អូនបាទជំរាបសួរប្រិយមិត្តរបស់ CNU ទាំងអស់គ្នាដែលគណៈពេលនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបាទនៅតាមបណ្ដោយផ្លូវនៅជិតកណ្ដាន2ផ្ទាល់តែម្ដងដែលមានបុរសបាទយុវជនម្នាក់ហ្នឹងត្រូវបានរបួសធ្ងន់ថាមិនដឹងថាគាត់បុកជាមួយនឹងអីទេហើយរថយន្តហ្នឹងទៅបាត់សម្ោលហើយនៅសល់តែម៉ូតូម៉ាក់និចនេះបាទពាក់សាក់លេខភ្នំពេញ 1JP 1493ទីទៀតរថយន្តស្មួយមកដល់ទីតាំងកន្លែងកើតហេតុហើយបងប្អូនបាទជួយ share វីដេអូនេះផងដើម្បីជាការចែករំលែកព័ត៌មានមួយនេះឲ្យដឹងដល់ខ្សាច់ញាតិក៏ដូចជាក្រុមគ្រួសារគាត់ផងបាទបងប្អូនតែម៉ូតូនៅភិនភាកម៉ាក់និចនេះបងប្អូនឃើញនេះណាំងខ្ទេចតែម្ដងហើយម៉ូតូហ្នឹងយើងអត់ដឹងថាគាត់បុកពីក្រោយរថយន្តឬរថយន្តបុកគាត់ទេបងប្អូនបាទឡើងខ្ទេចខាងមុខតែម្ដងបងប្អូនឃើញទស្សនភាពបាទនេះឥឡូវបាទបងប្រុសដែលជាប្រជាពលរដ្ឋនៅតាមផ្លូវហ្នឹងគាត់ឃើញហេតុការណ៍នេះបាទគាត់បានជួយរត់ធុងរត់អីសិនបាទធំសិនដោយសាររថយន្តស្មួយមកដល់ទីតាំងកន្លែងកើតហេតុទេបាទហេតុការណ៍នេះគឺកើតឡើងនៅតាមបណ្ដោយផ្លូវនឹងចិត្តនឹងក្តាន2បន្តតែម្ដងបាទវេលាម៉ោង 12:20 នាទីបាទត្រូវនឹងថ្ងៃទី8 ខែធ្នូឆ្នាំ 2025 នេះផ្ទាល់តែម្ដងបានទេបងបានទេប៉ុណ្្នឹងហើយមិនគាត់ប្រកាសម្ដងឲ្យលើកចុះលើកឡើងទីមិនកើតយើងមិនមែនពេទ្យទេចូលគ្រប់មែនចាបងខ្ញុំបោះចូលគ្រប់ថាមានគ្រោះថ្នាក់ចរាចរណ៍មួយពេលខ្ញុំជិះមកពីសំសជិះមកកាត់ផ្លូវបង្កក់ហ្នឹងខ្ញុំឃើញម៉ូតូនៅកណ្ដាលផ្លូវតែឯងគឺស្ងាត់ហ្មងស្ងាត់ហើយខ្ញុំក៏ខេខ្ញុំក៏អែបគៀនទៅអែបគៀនបានមានប្រាប់ស្អែបងមួយមកគាត់ថាអូនគាត់មិនថាខ្ញុំមិនដឹងដែរបងទំខេមិញហ្នឹងហើយក៏គាត់ថាឈប់ជួយមើលគ្នាតាមតែគ្នាបងគេប្អូនយើងបងចាពេលដែលឃើញហ្នឹងអត់ឃើញឡានឯផ្សេងទេគឺគាត់ដួលដេកដួលតែឯងបងចាមុននោះកាប់មុខទៀតនៅកាប់មុខបងប្រុសគាត់ទាញបងស្រីគាត់ទាញខ្ញុំទាញលើកជួយលើកពីអ្នកបងប្រុសហ្នឹងហើយខ្ញុំជួយលើកកាប់មកចាហ្នឹងហើយគាត់ហូរឈាមច្រើនអូយឃើញបែរនឹងភ័យអូនពេកអញ្ចឹងញ័រឡើងញ័រអរគុណណាស់បានបោះចូលគ្រប់ឥឡូវតាក់តងឡានពេទ្យតែឡានពេទ្យអត់តមកដល់អញ្ចឹងណាហ្នឹងហើយអរគុណច្រើនអរគុណបាទបងប្អូននៃការបញ្ជាក់របស់បងប្អូនស្រីទាំងពីរនាក់គាត់បានប្រាប់មកអង្គភាពព័ត៌មានយើងគឺគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវបាទនឹងក្តាន2នេះបាទនេះជនសមួយបានមកដល់ទីតាំងកន្លែងកាត់ហេតុហើយកំពុងធ្វើការទីទៀតនឹងសង្គ្រោះបងអូនប្រុសអត់ទៅមន្ទីរពេទ្យឡើយបាទមកដល់ហើយបាទអែបគៀនតិចអូនបាទមកដល់ហើយបងប្អូនបាទមកដល់ហើយបាទលើឡានពេទ្យមកដល់ហើយបងប្អូនបាទនេះបាទមន្ទីរពេទ្យព្រះអង្គឌួងបានមកដល់ទីតាំងកន្លែងកាត់ហេតុហើយបាទកំពុងធ្វើការសង្គ្រោះបងអូនប្រុសឡើយហើយបាទយើងសង្ឃឹមថាបងអូនប្រុសអីចុះបងប្អូនហ្នឹងបាទទៅពេទ្យមកដល់ហើយបាទគ្រូពេទ្យស្គូលរបស់ធំបងមកធ្ងន់មែនតើនឹងគាត់បឹកមួយអីទេនេះបាទចាំតិចនៅសៀងគ្រូពេទ្យមកហើយពេទ្យមកបងចាំតិចទេបាទឥឡូវគ្រូពេទ្យកំពុងធ្វើការសង្គ្រោះបឋមទៅបាទបងប្រុសសិនដើម្បីដោយសារគាត់របួសធ្ងន់មែនតើបងប្អូនទេបាទកំពុងពិនិត្យជីចោពិនិត្យអីបងប្អូនបាទហើយសង្ឃឹមការអត់អីទេបងប្អូនតែរបួសធ្ងន់មែនតើឡើងបែកឈាមពេញនឹងតែម្ដងបងប្អូនក្បាលត្រូវអីនឹងគាត់មានពាក់មួកការពារអត់ទេបងប្អូនទេបាទលើពេទ្យកំពុងស្គាល់ការសង្គ្រោះហើយបាទហើយហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 12:20 នាទីត្រូវថ្ងៃទី
បាទ8 ខែធ្នូឆ្នាំ 2025 នេះផ្ទាល់តែម្ដងបងប្អូនហើយយើងសង្ឃឹមថាបងប្អូនដែលបើកបរតាមបណ្ដោយផ្លូវនានាចូលមេត្តាបើកបរធ្វើការប្រុងប្រយ័ត្នអស់គ្នាបងប្អូនហើយបាទពេលអញឃើញគាត់នឹងជីតាមផ្លូវណាមិនដឹង អូខ្ញុំមកគឺគាត់ដួលបាត់ហើយបាទឃើញដួលដល់អញ្ចឹងទៅក៏ខ្ញុំឈប់ឃើញពួកគាត់នេះចៃនេះគាត់នេះតាំងជួយថតជាផោះតាំងអញ្ចឹងណាបាទអញ្ចឹងខ្ញុំជួយរត់គាត់ទៅគាត់ដឹងខ្លួនវិញអូបើសិនអត់រត់ប្រហែលជាគាត់នឹងឃើញអាចជួយរត់រហូតដល់អរគុណបងនេះខ្មែរជួយខ្មែរតែមិនបាទបើអត់ជួយគាត់បាក់ណាស់ឃើញភ័យដែរដល់អញ្ចឹងឃើញគាត់ដួលតែឯងអញ្ចឹងណា ឥឡូវគាត់ថាគាត់ដឹងថាគាត់បុកមួយអីទេនេះអត់ដឹងដែរគាត់មកដួលនឹងតិចតែម្ដងបាទខ្ញុំជាកង3អត់ឃើញខ្ញុំហៅតាំងទៅទៅថតជាផោះតាំងណាបាទអញ្ចឹងជួយរត់គាត់ទៅដឹងខ្លួនវិញទូរស័ព្ទអីគាត់នឹងកប៉ាល់ទាំងអស់ដែរអូនេះនៅទាំងអស់នេះចូលចាំបើជួយតាមហ្នឹងទៅបងក៏តតាមឬក៏មានតាមបាត់ទេវាជួយរត់គាត់ឲ្យដឹងខ្លួនតែញាតនៅណាគាត់នឹងនៅខាងណាទេបងបាទឥឡូវជួយ share វីដេអូនេះផងណាដើម្បីឲ្យសាច់ញាតិក្រុមគ្រួសារគាត់បានដឹងផងនៅគណៈពេលនេះគាត់នេះឆែកមើលតែញៀមបានគាត់អញ្ចឹងណាបងតឆែកមើលតែញៀមបានគាត់ទៅគាត់នៅណាអញ្ចឹងកាបូបគាត់នៅនឹងទាំងអស់បាទអត់មានបណ្ណាតនរើទេបាទដល់ពេលរត់ដល់ពេលដាក់ពីកាឡាទៅរត់អញ្ចឹងទៅគាត់ដឹងខ្លួនវិញបាទអត់តទៅបងចូលចាំឆែកចាំចាំទូរស័ព្ទគាត់នៅនឹងទាំងអស់ចាំទេតាមនោះទៅបងបាទចាំចាំទេតាមទូរស័ព្ទទៅគ្រូពេទ្យទៅបាទជូនបញ្ជូនទៅបងប្អូនបាទនឹងគ្រូជូនទៅបាទបាទឥឡូវកំពុងធ្វើការសែងប្អូនទៅលើរថយន្តសមួយដើម្បីសង្គ្រោះនៅឯទីពេទ្យដោយសារតែសម្ភារៈកាបូបគាត់នៅក្នុងបាទគាត់ទាំងអស់ទេបាទហ្នឹងហើយទាំងនោះទាំងអស់ទេអញ្ចឹងចាំមើលពីទៀតតែសាច់ញាតិមានសាច់ញាតិទេបងអត់ទាន់ដឹងទេបងបាទចាំមើលសាច់ញាតិគាត់តាក់តងទូរស័ព្ទគាត់នៅហ្នឹងបងចាំជួយប្រាប់គាត់តាមហ្នឹងគាត់លើកឯងគ្រូពេទ្យតាបាទអរគុណច្រើនបងប្អូនសម្រាប់ការចំណាយទៅពេលដ៏មានតម្លៃតាមដានទស្សនាការផ្សាយបងភាពព័ត៌មាននេះខ្ញុំបាទទីនេះធ្វើការតាក់ទងសមាជិកឲ្យមកយកម៉ូតូបាទបងប្អូនទៅរក្សាទុកដើម្បីបាទរងចាំគាត់ទៅយកពេលក្រោយភាសាគាត់គ្រូណាចរាចរណ៍អត់ដឹងថាបុកមួយអីទេបងប្អូនបាទអរគុណច្រើនគ្រប់លាអរគុណបងប្អូនបាទអរគុណ